thì ai tới đăng ca viết cứ chỉ sạc cả đấy AI sạc cả nữ thì mỗi cứ bẹp con về score phiêu bình định cắm thì pi cứ bẹp con chỉ mỗi nắng digital life nè bạn nâng này cuối nâng vi dynamic mong vậy cho mấy việc túc lăng lươn mà tên nè chân nâng cứ chỉ ở vậy đấy chỉ phép là kẹt tia những bẹp con chỉ mỗi nâng ở vậy để thời thưa ưu tiên hòn nhiều thì hó nữa bạn ưu tiên hó đôi chia bẹp con chỉ mỗi nâng ca tu to tam blockchain ca tu to tam blockchain chân bờ sân na chỉ ca thưa business muối đã ở ca tu to tam blockchain nè cái này nó trong anh mình blockchain nó trong ở trong sầm đỡ từ lơ ca ở từ trade finance này bitcoin như nó trong sầm đỡ từ nông ấy nó trong sầm đỡ từ lơ process nông ca tu to tam blockchain được nông ca với international trade á nên đôi thì bây là dân hiện đó mình thì bạn nên này mình thìคือnhưคือbây là dân thưa supply chain integration hay dân thưa cả tu to tam blockchain nè chứng không những dân mượn tăng bị information được all cứ share được all và đã được all thì mà và information sharing nè thấy ở vậy đây là all bằng phốt nó cứ biết miễn smart contract này trong này nè smart contract đây mình nghi này ná ai cài bán mình nghi này ná ai bắt để sai bán nè đói miễn cả vô prom phí group stakeholder được ở nơi trong platform này nhưng khơi nhé việc ní cứ việc bẹt pon nhưng mà việc bẹt pon chỉ mỗi ấy thì mỗi cứ safe nông cá với payment nè secure nè payment secure thì pi nông cá pra nơi Incoterm nè nơi trong nắng bạn đặt chạy nhận trong smart contract đấy thì bây giờ mới tiện vì ai quần lươn nơi port miến từ bán đăng toàn hệ ca từ đó đại norm từ đó và sự tập hiệp trong cá thưa supply chain trong cá thưa preparation xem áp muốn pe đại tầm định mà đỏ bạn này muốn pe pratica mà đỏ bạn là ngày thấy vì chui ởประสิทธิភាពក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិនឹងកាត់បន្ថយការចំណាយមានប្រសិទ្ធភាពជាក់លាក់ក្នុងការទូទាត់ដែលអាងទៅលើ smart contract នៅក្នុងនោះអញ្ចឹងទាំងអស់ហ្នឹងសិតតែជាអ្វីដែលជាឆ្លើយតបជាមួយនឹងគេហៅថានិន្នាការបច្ចុប្បន្នភាពហ្នឹងបច្ចុប្បន្នកាលបន្ទីបាទហ្នឹងហើយព្រោះអី subject បន្ទីអីមិនមែនដូចខ្ញុំការដែលខ្ញុំសរសេរតាំងពី2004នោះគឺខ្ញុំសរសេរពី future challenge ណាខ្ញុំសរសេរពី future present and future challenge អញ្ចឹងខ្ញុំសរសេរបច្ចុប្បន្នកាលខ្ញុំទាយទុកនៅក្នុងអនាគតកាលវានឹងអាចមានអ្វីកើតឡើងដោយសារខ្ញុំសំអាងទៅលើអីអញ្ចឹងប៉ុន្តែអ្វីដែលគំនិតបន្ទីឯងនិយាយមិញហ្នឹងគឺពាក់ព័ន្ធជាមួយនឹង the real time and case study ហ្មងបាទអញ្ចឹងបន្ទីឯងគួរយកចំណុចហ្នឹងយកមកសរសេរបន្ទីឯងមើលក្នុង module ទី3វិញបន្ទីនៅក្នុងសភៅដែលនេះហ្នឹង400ទំព័រហ្នឹងបន្ទីឯងមើល module ទី3ក្នុងហ្នឹងខ្ញុំមានសរសេរលម្អិតច្រើនពាក់ព័ន្ធជាមួយការប្រើប្រាស់ផលប្រយោជន៍របស់blockchain ដែលនៅក្នុង supply chain ហ្នឹងណាបាទក៏បើសិនបើខ្ញុំលើកយកblockchain និង supply blockchain នៅក្នុង supply chain លើនឹងដាក់ចូលក្នុង professional report ខ្ញុំអានេះវាអាចនឹងឆ្លើយតបល្អខ្ញុំជឿថាល្អហើយវាស៊ីជាមួយនឹងអនាគតកាលវាស៊ីជាមួយអនាគតមិនមែនអនាគតទេឥឡូវហ្នឹងវាកំពុងនិន្នាការពិភពលោករាល់ថ្ងៃវាកំពុងតែដើរទៅនឹងហើយណាក៏ប៉ុន្តែគ្រាន់តែវាតាមតំបន់តាមប្រទេសនីមួយទេណាបាទឥឡូវក្រុមហ៊ុន Merge Line គឺគេប្រើ EBL រួចហើយអញ្ចឹងគោលម្ដងរបស់ EBL ហ្នឹងគឺអីគេគឺដើម្បីប្រើ blockchain នៅក្នុង supply chain ហ្នឹងឯងយល់ទេបាទហ្នឹងហើយព្រោះវាលេងត្រូវការกระดาษទៀតហើយណាអញ្ចឹង BL ផ្ញើឲ្យពី stakeholder មួយទៅ stakeholder មួយដោយ upload ចូលទៅក្នុង platform តែប៉ុណ្្នឹងហើយណាអញ្ចឹងនៅពេលដែលconsignee គាត់ទៅយកអីវ៉ាន់នៅកំពង់ផែគាត់អត់ចាំបាច់កាន់กระดาษទៅទេគាត់គ្រាន់តែមានដែរជា soft
ជា soft copy នៅក្នុងទូរស័ព្ទដៃនៅក្នុងទូរស័ព្ទដៃគាត់ពេលដែលគាត់ទៅនេះគាត់បង្ហាញនៅក្នុងទូរស័ព្ទដៃគាត់ទៅណាអញ្ចឹងខាងគយក្តីខាង shipping line ក្តីគេដឹងមុនរួចហើយដោយសារអីគយ shipping line ក៏នៅក្នុង platform របស់ blockchain ហ្នឹងដែរធនាគារក៏នៅក្នុងហ្នឹងដែរ3អង្គភាពហ្នឹងអត់អាចកាត់ផ្ដាច់បានទេអញ្ចឹងហើយវាបានជានៅក្នុងប្រទេសដែលនៅក្រីក្រប្រទេសទូចណាដែលមិនទាន់មានការរីកចម្រើនខ្លាំងអត់អាចទាន់ប្រើបានដោយសារអីវាត្រូវចំណាយច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធហ្នឹងយល់ទេបាទហ្នឹងហើយអញ្ចឹងប៉ុន្តែសម្រាប់ប្រទេសធំដូចជាសិង្ហបុរីដូចជានៅអឺរ៉ុបនៅអីក៏ដូចជាក្រុមហ៊ុន shipping line ធំៗដូចស្មើស្លាញអីចឹងហ្មងហើយគេអនុវត្តដល់ទៅការប្រើប្រាស់ EBL ហើយដោយការខ្ញុំបង្រៀន5ឆ្នាំមុនអញ្ចឹងណាខ្ញុំបង្រៀន5ឆ្នាំមុនកាលហ្នឹងខ្ញុំបង្រៀនពីការទូទាត់តាម BPO ណា Bank Payment Obligation វាស្តៀងជាមួយនឹង blockchain នៅក្នុង supply chain ដោយសារប្រើ EBL ដូចគ្នាប៉ុន្តែឥឡូវគឺវាកាន់តែច្បាស់គឺដែលយើងហៅថា blockchain នៅក្នុង supply chain អញ្ចឹងconsignee គាត់ទៅទទួលតំណែងគាត់អត់បាច់កាន់អីទាំងអស់និយាយចំគាត់មានទូរស័ព្ទដៃមួយគាត់ណាចុចតែលេខ BL ទៅបង្ហាញសំបីតកុងឡានដែលទៅយកតំណែងនៅទីលានហ្នឹងក៏មិនចាំបាច់មានអីដែរណាមានតែទូរស័ព្ទដៃមួយហើយឯកសារនៅក្នុង platform ហ្នឹងទាំងអស់ហ្នឹងប្រាប់តែនេះគេដឹងព្រោះអីដូចខ្ញុំនិយាយអញ្ចឹង upload គឺឯកសារ information ហ្នឹង share នៅក្នុង platform គ្រប់ stakeholder មានទាំងអស់ចង់កែអត់បានបើចង់កែក៏បង្កើត blog ថ្មីអស់យ៉ាងងាយទេហើយ blog ថ្មីតើតែយោងតាំងពី blog ទី1 Genesis រហូតមកអញ្ចឹងអ្នកក្រៅអត់មានអាហ្នឹងទេអ្នកក្រៅអត់មានឯកសារហ្នឹងទេឃើញទេអញ្ចឹងអ្នកក្រៅគឺអត់កើតទេគេអត់បានមានតែ stakeholder ដែលនៅក្នុង platform ហ្នឹងបានអាចធ្វើបានអញ្ចឹងសប្តាហ៍ថ្ងៃគឺវាគេទៅដល់របៀបហ្នឹងហើយវាគឺជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចំណាយថ្លៃដើមនៅក្នុងការធ្វើ logistics ហ្នឹងឯងកាត់បានច្រើនឃើញប្រទេសយើងអត់ implement ហ្នឹងគូនេះអូយើងបែរជាអាចត្រូវការយូរទៀតវាពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលតែរដ្ឋាភិបាលយកព្រមអត់ឲ្យគយគាត់ព្រមទទួលយក EBL អត់ហើយធនាគារណាខ្លះដែលមាន facility ក្នុងការធ្វើកិច្ចការហ្នឹងអញ្ចឹងធនាគារទូចក៏ពិបាកដែរតើធនាគារដែលធំដែលមានលុយច្រើនពួកអី3ស្ថាប័នហ្នឹងมันអាចខ្វះបានទេអាច4ស្ថាប័នទាំងកំពង់ផែមួយដែរមើល4ចូលគ្នាតែមួយអាហ្នឹងយើងនិយាយពី4ស្ថាប័នធំដែលมันអាចខ្វះបានណាទី1កំពង់ផែទី2គយទី2ធនាគារមួយសំខាន់បំផុតគឺគយតែគយគឺជាតំណាងឲ្យអធិបតេយ្យភាពរដ្ឋាភិបាលមួយអញ្ចឹងគយព្រមអានឹងបានអាចទៅរួចបើថាគយអត់ព្រមគឺដឹងតែអត់ហើយទី2ធនាគារគាត់គឺជាអ្នកកាន់លុយបាទណាគាត់គឺជាអ្នកកាន់លុយណាទី3 shipping line បាទ shipping line គឺគាត់ជាអ្នកដឹកតំណែងហ្នឹងផ្ទាល់ពីប្រទេសមួយទៅប្រទេសទី4គឺកំពង់ផែគឺគាត់ជាអ្នកកាន់កាប់កុងតឺន័រហ្នឹងផ្ទាល់នៅលើទីតាំងរបស់កំពង់ផែក៏ប៉ុន្តែ3អង្គភាពហ្នឹងមិនមែនជាអង្គភាពរបស់រដ្ឋទេគឺជាអង្គភាពរបស់ឯកជនអញ្ចឹងអត់មានអបិយឯកសិទ្ធិអត់មានសិទ្ធិក្នុងការឆែកតំណែងរបស់គេទេអញ្ចឹងមានតែគយមួយអង្គភាពគត់ដែលមានសិទ្ធិក្នុងការឆែកបាទហ្នឹងចុះតែ consignee និង shipper ក៏មិនមែនជាភាគីខាងក្រៅមិនមែនចូលក្នុងហ្នឹងអត់ទេ consignee shipper គាត់ត្រូវតែនៅក្នុង platform ហ្នឹងព្រោះគាត់គឺជាម្ចាស់តំណែងបាទហ្នឹងហើយវាអាចមានភាគីពាក់ព័ន្ធណាជាមួយនឹង transaction ហ្នឹងយល់ទេអញ្ចឹងភាគីពាក់ព័ន្ធជាមួយ transaction ហ្នឹងវាអាចមានក្នុងហ្នឹងមានតាំងពីធានារ៉ាប់រងក៏អាចថាបានបើសិនណាជាតំណែងហ្នឹងគឺជាតំណែងថ្លៃហើយម្ចាស់តំណែងគាត់ទិញធានារ៉ាប់រងអញ្ចឹងធានារ៉ាប់រងត្រូវតែនៅក្នុង platform ហ្នឹងដែរគាត់ត្រូវតែដឹងពីព័ត៌មានទាំងអស់ហ្នឹងដែរឃើញទេបាទហ្នឹង
បាទលោកគ្រូហ្នឹង អ ហើយ ញ្ចឹងវាស៊ីជាមួយនឹងអ្វីដែលជានិន្នាការសប្តាហ៍ហ្នឹងយល់ទេ បាទ ហ្នឹងហើយហើយខ្ញុំតាំងពី5ឆ្នាំមុនខ្ញុំបង្រៀនពីការទូទាត់តាម BPO ហ្នឹងកាលហ្នឹងគឺខ្ញុំបង្រៀននៅក្នុងកាលហ្នឹងដូចជាក្រុមហ៊ុនរបស់អង់គ្លេសក្រុមហ៊ុនប្រេងរបស់អង់គ្លេសហ្នឹងគឺរកស៊ីជាមួយខាងនេះហ្នឹងគឺក្រុមហ៊ុន BP ហ្នឹងគឺគេធ្វើគេទូទាត់តាម BPO ប៉ុន្តែឥឡូវគឺគេវិវត្តមក blockchain ណាវាមានភាពងាយស្រួលជាងហ្នឹងហើយវាអាចវាជួយច្រើនជាងហ្នឹង បាទទទួលបានលោកគ្រូហ្នឹងហើយលោកគ្រូខ្ញុំ